ជម្រាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកមើលអំពីរបៀបធ្វើបង្អែមចេកខ្ទិះទាំងអស់គ្នាចាហើយនេះគឺជាសារធាតុផ្សំដែលខ្ញុំបានដាក់ជូនអ្នកទាំងអស់គ្នាងាយស្រួលក្នុងការធ្វើជាដំបូងយើងយកចេកទុំចំនួន1ស្និតយកមកចិតជាចំណិតដាក់ចូលទៅក្នុងទឹកស្អាតហើយដាក់អំបិល1ចិបហើយយើងធ្វើការលាងវាជម្រះចំនួន3ទៅ4ទឹកមូលហេតុដែលយើងដាក់អំបិលដើម្បីឲ្យវាកាត់នៅជាតិជ័ររបស់ចេកបន្តមកទៀតយើងមានធ្មេញរណាចំនួន1ខាំចាយើងដាក់វាចូលទៅក្នុងចានដាក់ទឹកឲ្យលិចទុកឲ្យរីកហើយទើបយើងយកវាយកមកលាងសម្អាតឲ្យស្អាតចំនួន3ទៅ4ទឹកបន្តមកទៀតយើងមានដូងទុំចំនួន1ផ្លែយើងដាក់ទឹកចំនួន1លីត្រហើយយើងច្របាច់យកចាយើងបែងចែកដើមខ្ទិះហើយនឹងចុងខ្ទិះអញ្ចឹងចុងខ្ទិះនឹងវាស្មើនឹងទឹកចំនួន1លីត្រហើយយើងដាក់ម្សៅធ្មេញរណាចូលដើម្បីឲ្យវាឆាប់រីកដោយសារតែម្សៅធ្មេញរណាហ្នឹងគឺអត់ងាយរីកទេហើយយើងបើកភ្លើងចាបន្ទាប់ពីភ្លើងវាក្តៅហើយវាពុះហើយយើងឃើញថាម្សៅធ្មេញរណាយើងវាចាប់ដើមរីកហើយអញ្ចឹងយើងក៏មានម្សៅភ្នែកអង្កែបចំនួន1ខាំដូចគ្នាយើងចាប់ដើមយកវាយកមកដាក់ចូលចាដើម្បីឲ្យវារីកជាបន្តបន្ទាប់អញ្ចឹងម្សៅធ្មេញរណាយើងត្រូវតែដាក់មុនដោយសារតែអីវាក្ររីកជាងម្សៅភ្នែកអង្កែបបន្តមកទៀតយើងអាសាកូរវាដើម្បីកុំឲ្យវាខាស់នៅបាតចាយើងព្យាយាមកូរវាឲ្យបានញឹកញាប់នៅពេលដែលខ្ញុំឃើញថាម្សៅភ្នែករណានិងភ្នែកកង្កែបរីកល្អហើយខ្ញុំចាប់ដើមដាក់ចេកដែលលាងជម្រះស្អាតហ្នឹងចូលទៅក្នុងឆ្នាំងបន្តមកទៀតខ្ញុំធ្វើការដាក់ស្ករសចូលហើយស្ករសនេះខ្ញុំជ្រើសរើសយកស្ករអំពៅដែលមានពណ៌ធម្មជាតិស្ករអំពៅយើងមានដល់ទៅ2ពណ៌គឺពណ៌សហើយនិងពណ៌ធម្មជាតិរបស់វាអញ្ចឹងបើកាលណាយើងយកពណ៌ធម្មជាតិរបស់វាធ្វើឲ្យចេកខ្ទិះយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងស្ករនេះគឺខ្ញុំដាក់ចំនួន1ចានចង1ចានចងនេះបើយើងគិតជាចំណុះវាស្មើនឹង2ខាំកន្លះបន្តមកទៀតយើងធ្វើការភ្លក្សចាយើងឃើញថាចេកខ្ទិះយើងចាប់ដើមឆ្អិនហើយចាឆ្អិនល្អហើយយើងឧស្សាហ៍កូរដោយសារតែយើងមានម្សៅភ្នែកកង្កែបដែលវាងាយនឹងខាស់នៅបាតឆ្នាំងបន្តមកទៀតយើងមានដើមខ្ទិះយើងសម្រេចហើយយើងយកដើមខ្ទិះយកមកចាក់ចូលនៅចុងក្រោយគេដោយសារតែដើមខ្ទិះវាធ្វើឲ្យបង្អែមរបស់យើងកាន់តែមានក្លិនឈ្ងុយហើយយើងធ្វើការកូរឲ្យសព្វសូមបញ្ជាក់បន្ថែមទៀតថាបង្អែមនេះដើម្បីឲ្យវាកាន់តែផ្អែមមុតទាំងអស់គ្នាសូមកុំភ្លេចដាក់អំបិល1ចុងស្លាបព្រាផងអញ្ចឹងឃើញថាបង្អែមចេកខ្ទិះយើង
គឺល្មមហើយឈ្ងុយឆ្ងាញ់ហើយចាអញ្ចឹងរួចរាល់ហើយសម្រាប់បង្អែមចេកខ្ទិះរបស់យើងអរគុណច្រើន